សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំធ្វើដំណើរយកអីវ៉ាន់ឲ្យមួយនៅបុកល្ហុងចុងត្នោតដល់ពេលបានដៃទៅដល់បុកល្ហុងចុងត្នោតហើយនៅចាំឲ្យទៀតគឺបង្ហួរទៅដល់វត្តកោះតែម្ដងចាវត្តកោះថ្ងៃនេះគឺជាថ្ងៃទី1នៃការប្រណាំងទូកបងប្អូនកូនក្មួយណាខ្លះអត់ទាន់បានទៅចូលរួមក្នុងកម្មវិធីប្រណាំងទូកនៅវត្តកោះស្អែកខាន់ស្អែកបងប្អូនណាទៅចូលរួមសប្បាយហូរជាមួយគ្នាចាសប្បាយមែនទេសប្បាយក្នុងការហូរនឹងតែម្ដងបងប្អូនអើយHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ